សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការហ្វឹកហាត់ប្រកប pin in ចឹងបន្តពីអ្នកទាំងអស់គ្នារៀនវីដេអូបង្រៀនរបស់ខ្ញុំមួយវីដេអូពេញដែលមានមេរៀន pin in ពីដើមដល់ចប់រួចទៅហើយចឹងចង់តេស្តមើលអ្នកទាំងអស់គ្នាក៏ដូចជាឲ្យអ្នកទាំងអស់គ្នាហ្វឹកហាត់បន្ថែមដើម្បីអ្នកទាំងអស់គ្នាកាន់តែចាំហើយក៏ដូចជាតេស្តមើលសមត្ថភាពអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាចាំបានប៉ុណ្ណាហើយមានកន្លែងណាខ្លះដែលយើងត្រូវពេញបន្ថែមដោយសារតែការរៀនដោយរួមនឹងខ្ញុំបានធ្វើវីដេអូជាមួយចំនួនដែរចាតកតងទៅនឹងការរៀនធ្វើម៉េចឲ្យចេះធ្វើម៉េចឲ្យឆាប់ចាំ pin in ហ្នឹងគឺសិតតែជាកលឹះដែលអ្នកទាំងអស់គ្នាអាចយកទៅធ្វើទៅគឺធ្វើឲ្យយើងចេះព្រោះអីតកតងនឹងការរៀនភាសាចិនការដែលយើងរៀន pin in នៅក្នុងដំណាក់កាលនេះវាហាក់ដូចជាយើងរៀនកខនៅក្នុងភាសាខ្មែរអញ្ចឹងបើយើងអត់ចេះកខទេតើយើងនឹងអាចចេះអានឬក៏ប្រកបយ៉ាងម៉េចទៅអញ្ចឹងណាដោយសារភាសាចិនអត់មានប្រកបកខឬក៏មានស្រៈអស្រៈអាអីទេគឺយើងពឹងទៅលើ pin in ដើម្បីចេះអានអក្សរចិនអញ្ចឹងបើសិនជាយើងអត់ចេះវាទេយើងពិបាកនៅក្នុងការរៀនបន្ថែមដោយខ្លួនឯងឬក៏ពិបាកនៅក្នុងការអានពាក្យថ្មីដែលយើងអត់ធ្លាប់ចេះអីចឹងទៅអញ្ចឹងដាច់ខាតអ្នកនរនេះត្រូវតែចេះហើយធ្វើម៉េចដើម្បីចេះតើតើយើងអាសារៀនអាសាមើលអាសារំលឹកនឹងឯងអញ្ចឹងកុំភ្លេចចូលរួមមើលរំលឹកក៏ដូចជាហ្វឹកហាត់នៅក្នុងវីដេអូនេះរហូតដល់ចប់ចា៎ចឹងដើម្បីកុំឲ្យអ្នកនរនេះចាំយូរគឺយើងមកមើលមេរៀនរបស់យើងតែម្ដងចឹងនៅក្នុងការរំលឹកមេរៀននៅក្នុងការប្រកប pin in នេះខ្ញុំចែកចេញជា6តែទី1គឺយើងនឹងមកសិក្សាអំពីស្រៈផ្សំចាស់ I អីអោអូទី2គឺមានអានអិនអាងអឹងអងទី3អែអែវអៀអ៊ីវអៀនអ៊ីនអៀងអ៊ីងយ៉ងទី4អ៊អ៊អ៊យអ៊ុយអ៊ាន់អូនអ៊ាងអងយឿយឿនអ៊ឺនអឺចា៎ចឹងគឺយើងមកមើលរៀនប្រកបទាំងអស់គ្នាកុំភ្លេចអ្នកនរគ្នាចូលរួមនៅក្នុងការអនុវត្តប្រកបហើយនឹងបច្ចេកសលេងដើម្បីអ្នកនរគ្នាឆាប់ស្ទាត់ក៏ដូចជាមានការចងចាំឡើងវិញបើសិនអ្នកនរគ្នាភ្លេចហើយបើសិនអ្នកនរគ្នាអត់តន់ចេះច្បាស់ទេគឺនឹងធ្វើយើងចេះច្បាស់ហើយបើយើងចេះច្បាស់ហើយនឹងធ្វើយើងកាន់តែច្បាស់ហើយនៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញមេរៀនតទៅនឹង pin in ដដែលតទៅនឹងការហាត់ពុតសំឡេងម្ដងដោយសារតែមេរៀននេះចង់ឲ្យអ្នកនរគ្នាចេះប្រកបច្បាស់សិនបន្ទាប់មកយើងនឹងធ្វើការហាត់ពុតសំឡេងនៅក្នុងភាសាចិនដោយសារតែគឺវាមានបែងចែកសំឡេងទី1ទី2ទី3ទី4អីចឹងទៅហើយដោយសារតែឃើញមានបញ្ហាមិនថាបងប្អូនយើងដែលរៀនដោយខ្លួនឯងឬក៏ខ្ញុំបង្រៀនសិស្សផ្ទាល់ទេបញ្ហានៅក្នុងការបញ្ចេញសំឡេងហ្នឹងគឺជាកត្តាមួយដែលពិបាកសម្រាប់ពួកគាត់ព្រោះអីនៅក្នុងភាសាខ្មែរយើងគឺយើងអត់មានសំឡេង1 2 3 4អីបែបហ្នឹងទេតែដល់ឡែកនៅក្នុងភាសាចិនគឺវាសំខាន់មែនតើខុសសំឡេងគឺខុសអត្ថន័យហើយយើងនិយាយខុសសំឡេងគឺគេស្ដាប់យើងអត់បានទេគឺវាមានអត្ថន័យផ្សេងអញ្ចឹងណាអញ្ចឹងការហាត់ពុតសំឡេងនេះគឺពិតជាសំខាន់សម្រាប់បងប្អូនដែលគិតថាតន់ស្ទាត់ឬក៏វាពិបាកនៅក្នុងការពុតសំឡេងអញ្ចឹងនៅវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញមេរៀនជូនអ្នកទាំងអស់គ្នាឥឡូវយើងមកមើលមេរៀនរបស់យើងសិនចា I អីអោអូយើងមករៀនប្រកបចានេះគឺជាព្យញ្ជនៈផយើងប្រកបជាមួយស្រៈមកគឺផអាយផាយផាយឈឺអាយឆាយឆាយអីលឺអីលៃលៃមកអីម៉ៃម៉ៃអោទើអោតោតោឈឺអោសោសោអូកអូកូកូឈឺអូសូសូទីមួយចំណុចទី2គឺយើងនឹងមករៀនប្រកបជាមួយនឹងចាស្រៈអានអិនអាំងអឹងអងចាជាដំបូងគឺខ្ញុំបែងចែកជាផ្នែកចា A គឺអានហើយនឹងអាងចាអញ្ចឹងយើងរៀនប្រកបទាំងអស់គ្នាធ្វើអានឋានឋានធ្វើអាងថាងថាងឈឺអានឆានឆានឈឺអាងឆាងឆាងជឺអានចានចានជឺអាងចាងចាងកើអានកានកានកើអាងកាងកាងចាគឺបែបហ្នឹងណាអ្នកទាំងអស់គ្នាបើសិនជាលឿនពេកអ្នកនរនេះអាចចុច stop ហើយរៀនអនុវត្តឲ្យខ្លួនឯងដល់ឡែកនៅក្នុងចុងវីដេអូបន្ទាប់ពីយើងហ្វឹកហាត់ទាំងអស់គ្នាទៅក៏ខ្ញុំទុកពេលឲ្យអ្នកទាំងអស់គ្នាដើម្បីធ្វើការហ្វឹកហាត់ខ្លួនឯងផងដែរអញ្ចឹងកុំភ្លេចតាមដានមើលក៏ដូចជាអនុវត្តរហូតដល់ចប់នៃវីដេអូនេះ
អ្នកទាំងអស់គ្នាមានការអត់ធ្មត់នៅក្នុងការរៀនទើបយើងទទួលបានលទ្ធផលចំណុច B គឺយើងនឹងមកធ្វើការរៀបប្រកបជាមួយនឹងស្រៈ n ហើយនឹង eng ចាsư ân sân sân 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 chư ân chân chân chư ân chân chân phò ân phân phân phò ân phân phân ចាតមកទៀតយើងមើលមកចំណុច C គឺយើងមកធ្វើការប្រៀបធៀបរវាង eng ហើយនឹង ong ចាឈឺ eng ឆឹងឆឹងឈឺ ong ឆងឆងទឿ eng តឹងតឹងទឿ ong តុងតុងជឺ eng ចឹងចឹងជឺ ong ចុងចុងខ eng ខឹងខឹងខអងខងខងចាតមកទៀតចូលមកដល់ចំណុចទី3គឺយើងនឹងមករៀបប្រកបជាមួយនឹងស្រៈ e eo ia iu ien in eng ing yong ចាហើយក៏ខ្ញុំបែងចែកជាផ្នែក A B ដូចគ្នាចាអញ្ចឹង A នេះគឺយើងមករៀនប្រកបទៅតនឹងស្រៈ e ហើយនឹង ia ចា chia 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 sia 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 ចាដោយឡែកនៅក្នុងនេះគឺរំលឹកខ្ញុំបដូរពណ៌ផ្សេងដើម្បីអ្នកអស់ចាប់អារម្មណ៍មើលថាហេតុអីបានជាចា ER ឡើយនេះគឺយើងបញ្ចេញសំឡេងយ៉ាកន្លែងនេះគឺយើងអានថា ER យ៉ាហើយហេតុអីក៏ដាក់ចូលនៅក្នុងមេរៀននេះដោយសារតែក្នុងនេះគឺ ER ER ទេអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺកាលណាវាឈរតែឯងដោយមិនមានភ្ជញ្ជនៈនៅពីមុខគឺយើងត្រូវបដូរ E ស្រៈទៅជា E ភ្ជញ្ជនៈអូតូម៉ាទិកតែម្ដងគឺយើងត្រូវចាំចំណុចហ្នឹងណាហើយនៅពេលដែលយើងបញ្ចេញសំឡេងគឺផ្សេងគឺ ER យ៉ាគឺយើងបញ្ចេញសំឡេងអក្សរយចំពោះ E ភ្ជញ្ជនៈចាគឺយើងត្រូវចំណាំអញ្ចឹងសម្រាប់បងប្អូនដែលបានរៀនមេរៀន Pin In ហើយនៅក្នុងវីដេអូរបស់យើងចារៀន Pin In មួយចេះដល់ចប់នោះតែអ្នកទាំងអស់គ្នានៅចាំអត់ត្រង់ចំណុចហ្នឹងចាបើអត់ទាន់ចាំឬក៏អ្នកទាំងអស់គ្នាភ្លេចត្រង់ចំណុចហ្នឹងខ្ញុំលើកឡើងវិញហើយបើអ្នកទាំងអស់គ្នាចង់ចេះច្បាស់គឺអ្នកទាំងអស់គ្នាអាចត្រឡប់ទៅមើលមេរៀនវីដេអូដែលខ្ញុំបង្រៀន Pin In ពីដើមរហូតដល់ចប់នឹងឯងចានោះអ្នកទាំងអស់គ្នានឹងចេះច្បាស់ជាងនេះនៅក្នុងនេះក៏ដូចគ្នាចឹងដែរចា ER មិញគឺយើងបញ្ចេញសំឡេង E តែនៅក្នុងនេះគឺយើងបញ្ចេញសំឡេងអក្សរ Y ចា ER នៅពេលនេះគឺយើងបញ្ចេញសំឡេង Y គឺបែបហ្នឹងតមកទៀតគឺចំណុច B ចា EN EN គឺយើងមកធ្វើការប្រៀបធៀបរវាងស្រៈ EN ហើយនិង EN ចា EN EN CN 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 SEN SEN CN 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 EN YEN ចានៅក្នុងនេះក៏ដូចគ្នាចឹងអ្នកនរគ្នាកាលណាវាឈរតែឯងបែបហ្នឹងគ្នាវាទាំង3ហ្នឹងមានភ្ជញ្ជនៈអីនៅពីមុខទេគឺយើងត្រូវបដូរ E ស្រៈនេះទៅជា E ភ្ជញ្ជនៈហើយបញ្ចេញសំឡេងអក្សរយោហើយកន្លែងនេះអត់មាន E អានយ៉ានទេគឺយើងបញ្ចេញសំឡេងយៀនដោយសារតែសំឡេងខាងលើនេះគឺអៀនហើយនៅពេលដែលយើងបដូរវាមកជា E ភ្ជញ្ជនៈគឺយើងត្រូវបញ្ចេញសំឡេងអក្សរយោអញ្ចឹងគឺយើងអានថាយៀនអ៊ីអាំងយ៉ាងចាដោយឡែកនៅក្នុងនេះក៏យើងត្រូវចំណាំដែរគឺបដូរ E ស្រៈនេះមកជា E ភ្ជញ្ជនៈប៉ុន្តែត្រង់នេះគឺយើងអានថាយ៉ាងអ៊ីអាំងយ៉ាងគឺប្រកបបែបហ្នឹងអញ្ចឹងមានចំណុចខ្លះគឺយើងត្រូវការចំណាំនៅក្នុងភាសាអីក៏ដោយគឺវាមានករណីលើកលែងករណីចំណាំករណីពិសេសដែលយើងត្រូវតែចាំវាអត់ស្របទៅនឹងអីដែលយើងគិតឬក៏វាអត់វាត្រូវតែមានលក្ខណៈពិសេសណាមួយដើម្បីឲ្យយើងចំណាំអញ្ចឹងណានៅក្នុងភាសាខ្មែរយើងក៏មានដូចគ្នាដែរ
ចឹងវាអត់បញ្ហាទេនៅពេលដែលយើងរៀនយូរៗទៅគឺយើងនឹងចាំហើយតែពេលដែលរៀនអាសាជួបចឹងណាចុះមកទៀតយើងមើលមកចំណុច C ចាទី 3C គឺយើងមកធ្វើការរៀនប្រកបស្រៈ in ហើយនិង ing ព in pin pin ព in ping ping ផ in pin pin ផ in ping ping ជី in ជីនជីនជី in ជីងជីង in ing ចាចឹងនៅក្នុងនេះគឺយើងត្រូវបញ្ចេញសំឡេង in កន្លែងនេះគឺបញ្ចេញសំឡេង ing នៅក្នុងនេះនៅក្នុងមេរៀន pin in ក៏ខ្ញុំមានបញ្ជាក់អ្នកទាំងអស់គ្នាដែរថងចំណុចហ្នឹងគឺវាជាករណីមួយដែលយើងអត់ចាំបាច់ប្រកបទេគឺវាត្រូវបញ្ចេញសំឡេងបែបហ្នឹងតែម្ដងអញ្ចឹងណាចាចាំមកទៀតដល់ចំណុច V ចាអ៊ីវហើយនឹងយ៉ងថងកន្លែងនេះអ្នកទាំងអស់គ្នាអាចនឹងរៀនរៀងពិបាកនៅក្នុងការបញ្ចេញសលេងតិចដោយសារមាន e ហើយនិងអងហើយសលេងទាំងពីរហ្នឹងបញ្ចូលគ្នាទៅគឺវាប្រកបសលេងចេញជាសលេងតែមួយទេតែវាអត់មានបាត់មួយណាទេអញ្ចឹងមិនមែនអងហើយក៏មិនមែនing ដែរគឺវាចេញយ៉ងបែបហ្នឹងហើយក៏មិនចេញអងចំតែម្ដងដែរនៅពេលយើងបញ្ចេញសលេងគឺមាន e នៅក្នុងហ្នឹងហើយថែមអងមកប៉ុន្តែវាបញ្ចេញតែមួយសលេងទេលក្ខណៈអញ្ចឹងណាអ្នកនរគ្នាបើយើងប្រៀបធៀបទៅលក្ខណៈបែបយើងប្រកបអជើងយោស្អូនិងងោចាយងលក្ខណៈបែបហ្នឹងណាចាស៊ីអ៊ីវសៀវសៀវកន្លែងនេះគឺយើងប្រកបស៊ីអងស្យងចាគឺយើងបញ្ចេញសំឡេងស្យងមិនស៊ីអងសុងទេមិនសុងទេគឺស្យងស៊ីអងស៊ីយងស្យងគឺបែបហ្នឹងចារីឯមួយទៀតគឺ e o yo ដោយសារតែ u នេះគឺកើតចេញពី e បូកនឹង o ចាតែក្នុងករណីចំណាំដែលយើងត្រូវចាំត្រូវកត់សម្គាល់នោះគឺនៅពេលដែលវាផ្គុំជាមួយគ្នា e បូកនឹង o គឺគេលុប o ចោលអញ្ចឹងហើយបាន e បូកនឹង o ចេញ u តែបើសិនជាវានៅតែឯងណាកន្លែងហ្នឹងអត់មាន e អត់មានព្យញ្ជនៈនៅពីមុខវាទេគឺវាបដូរទៅជា e ព្យញ្ជនៈហើយកន្លែងនេះគឺគេបន្ថែម o មកវិញមកអញ្ចឹងហើយបានជា e o yo ចំណុច e អោហើយនឹងអែវចាជឺអោចោចោជីអោចៅចៅឈឺអោសោសោស៊ីអោសាវសាវឈឺអោឆោឆោឈីអោឆាវឆាវអោអ៊ីអោយ៉ោយ៉ោចាតមកទៀតចំណុច F អានហើយនឹងអៀនឈឺអានឆានឈីអៀនឈៀនឈឺអានសានស៊ីអៀនសៀនជឺអានចានជីអៀនជៀនអានអ៊ីអានយានគឺដោយសារតែគេបដូរពី e ស្រៈមកជា e ព្យញ្ជនៈហើយដែលរក្សាស្នៀងសំឡេងដដែលហើយផ្ដើមដោយអក្សរយោគឺផ្ដើមដោយសំឡេងអក្សរយោ e អានយានចឹងហើយបានជាកន្លែងហ្នឹងគឺយើងបញ្ចេញសំឡេង e អានយ៉ានទេគឺយើងប្រកបថា e អានយានដោយសារតែវាប្រភពដើមរបស់វាគឺកើតមកពីស្រៈអៀនគាត់តែយើងបដូរសំឡេងទៅជាអក្សរយោទៅជាយានគឺបែបហ្នឹងចា៎មកដល់ចំណុច G ចាគឺយើងមកធ្វើការប្រៀបធៀបក៏ដូចជារៀនប្រកបស្រៈអាំងហើយនឹងអៀងជឺអាំងចាងជីអៀងជាងឈឺអាំងសាំងស៊ីអៀងសៀងឈឺអាំងឆាងឈីអៀងឈៀងអាំងអ៊ីអាំងយ៉ាងចាគឺបែបហ្នឹងណាតមកទៀតចំណុចទី4គឺយើងមករៀនប្រកបចាស់ស្រៈអអអអុយអ៊ុយអន់អូនអងបែងចែកជាចំណុច A ចាគឺយើងមកធ្វើការប្រៀបធៀបក៏ដូចជារៀនប្រកបជាមួយនឹងស្រៈអហើយនឹងអុយឈឺអស្វស្វឈឺអុយស្វយស្វយអ៊ូអាវ៉ា
ចឹងកាលណាអ៊ូស្រៈអត់មានអីនៅពីមុខវាប្រកបជាមួយវាទេគឺយើងត្រូវបដូរអ៊ូស្រៈមកជាអ៊ូព្យញ្ជនៈហើយបើចេញសំឡេងអក្សរ vowel អ៊ូអាវ៉ាក្នុងនេះក៏ដូចគ្នាដែរអ៊ូស្រៈដូរមកជាអ៊ូព្យញ្ជនៈបើចេញសំឡេងអក្សរ vowel អ៊ូអាយវ៉ាយចាតទៅទៀតចំណុច B គឺអ៊ាន់ហើយនឹងអង是弯双是弯双吃弯川吃弯川知弯砖知弯庄ចាអ៊ូស្រៈដូរមកជាអ៊ូព្យញ្ជនៈហើយរក្សាសំឡេងនៅដដែលគឺអ៊ូអានវ៉ាន់ចាមួយទៀតគឺអ៊ូស្រៈដូរមកជាអ៊ូព្យញ្ជនៈតែកន្លែងនេះគឺយើងបញ្ចេញសំឡេងអ៊ូអាងវ៉ាងចាបែបហ្នឹងណាយើងត្រូវចាំចំណុច C គឺអ៊ុនហើយនឹងអន់ទើអ៊ុនតុនតុនទើអ៊ាន់តាន់តាន់ខអ៊ុនខុនខុនខអ៊ាន់ខ្វាន់ខ្វាន់ជឺអ៊ុនជុនជុនជឺអ៊ាន់ជាន់ជាន់អ៊ូអានវ៉ាន់អ៊ូអានវ៉ាន់ចាគឺតើតើនឹងករណីហ្នឹងគឺដូចទៅនឹងករណីមុនដែលខ្ញុំបញ្ជាក់អ្នកនរគ្នាដែរចាដូចគ្នាណាចំណុច D ចាអ៊ូហើយនឹងអូទើអ៊ូតัวទัวទើអូតូតូជឺអ៊ូជួជួជឺអូចូលចូលsư oa xoa xoa sư ô sâu sâu u o wa ôចាចំណុច E គឺអ៊ុយអ៊ុនថើអ៊ុយថួយថួយថើអ៊ុនថនថនជឺអ៊ុយជួយជួយជឺអ៊ុនជុនជុនតើអ៊ុយទួយទួយទើអ៊ុនតុនតុនអ៊ូអីវៃអ៊ូអានវ៉ាន់ចាទី5គឺយឿយឿនអ៊ឺនគឺសលេងមាត់មូលចឹងអ្នកនរធ្វើមាត់ស្រួចទៅមុខគឺយើងបញ្ចេញសំឡេងត្រូវហើយមាត់របស់យើងស្រួចមូលមកមុខអញ្ចឹងណាចាអញ្ចឹង 5A គឺយើងមកធ្វើការរៀនប្រកបជាមួយនឹងស្រៈអ៊ឺនហើយនឹងអូនយើងមើលការសរសេរគឺដូចគ្នាខុសតែកន្លែងនេះមានចុច2ហើយបញ្ចេញសលេងខុសគ្នាប៉ុន្តែដោយឡែកនៅពេលចុះមកក្រោយគឺសលេងបែរជាដូចគ្នាអញ្ចឹងសួរអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាបានរៀនមេរៀន PNN របស់យើងចប់ឬអត់ហើយកន្លែងហ្នឹងអ្នកទាំងអស់គ្នាយល់ឬអត់ចាបើអត់យល់ទេអ្នកទាំងអស់គ្នាទៅមើលមេរៀននោះឡើងវិញហើយខ្ញុំនៅក្នុងមេរៀននេះខ្ញុំនឹងបញ្ជាក់បន្ថែមត្រួសត្រាសហើយលោកនិយាយទៅអ្នកទាំងអស់គ្នាអត់យល់ដោយសារអត់ធ្លាប់បានរៀនគឺតើតើអ្នកទាំងអស់គ្នារៀនមេរៀន PNN របស់យើងឲ្យយល់ឲ្យចាំក៏ដូចជាមើលឲ្យបានច្រើនអញ្ចឹងទៅអ្នកទាំងអស់គ្នាមើលត្រង់ចំណុចនេះវាគ្រាន់តែជាការរំលឹកឡើងវិញឲ្យអ្នកទាំងអស់គ្នាចាំទេអញ្ចឹងកន្លែងនេះមានចុច2ហេតុអីបានជាសរសេរចំមកក្រុមអត់មានចុច2គឺនៅក្នុងចំណាត់ចំណាំគឺអ្នកទាំងអស់គ្នាត្រូវតែចាំថាកាលណាអ៊ឺនចាគឺស្រៈដែលមានចុច2ពីលើហ្នឹងដែលយើងអានថានៅក្នុងមេរៀនរបស់យើងនេះដែលយើងអានថាអ៊ឺនកាលណាយើងប្រកបជាមួយ G C C E គឺយើងត្រូវលុបចុច2ចោលហើយបញ្ចេញសំឡេងរបស់វានៅដដែលអញ្ចឹងស្រៈហ្នឹងគឺយើងប្រកបថាអ៊ឺនG អ៊ឺន G គឺបែបហ្នឹងណាដោយឡែកស្រៈនេះគឺអូនហើយការប្រកបគឺធម្មតាដដែលទេគឺជឺអូនជុនចាក្នុងនេះគឺចូលក្នុងករណីដែលខ្ញុំនិយាយថាអ្នកទាំងអស់គ្នាត្រូវតែចាំបាញ់មិញក៏ចំណុចកំណត់ចំណាំគឺ T C C E គឺជាមួយនឹងព្យញ្ជនៈ E កាលណាប្រកបជាមួយ N គឺត្រូវលុបចុច2ចោលរក្សាសំឡេងនៅដដែលអញ្ចឹងហើយបានជាយើងបញ្ចេញសំឡេងចា N N គឺបែបហ្នឹងចាក្នុងនេះគឺ UN 1ចាតទៅទៀតចំណុច B ចា UN ហើយនឹង on ពេលដែលសេចេញមកគឺដូចគ្នាតែចេញសលេងខុសគ្នាមូលហេតុក៏ដូចគ្នាអញ្ចឹងចាគឺមាន G Chi C E នេះណា G Chi
C ហើយនឹង E ចឹងខ្ញុំជាអ្នកទាំង4នេះនៅពេលដែលយើងប្រកបជាមួយនឹងចា U មាត់មូលហើយនៅក្នុងមេរៀនរបស់យើងនេះគឺយើងប្រកបជាមួយ UN គឺត្រូវលុបចុច2ចោលតែរក្សាសំឡេងនៅដដែល C UN ចាអ្នកនរធ្វើសលេងមាត់មុខមកចេញសលេងទៅត្រូវចាកន្លែងនេះគឺអន់ចាsư hoan xuan xuan chi uyên chuyên sư oan chuan chuan chi uyên chuyên chuyên chi oan chuan chuan y uyên 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 u an one one ចាគឺបែបហ្នឹងណាតំទៀតចំណុច C ចាវាគឺដូចគ្នាក្នុងករណីបាញ់មិញដែរពេលប្រកបគឺគេលុបចុចពីចោលរក្សាសំឡេងនៅដដែល y ua 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 chi ua chia chia chi ua chia chia ចាគឺបែបហ្នឹងណាបើអ្នកទាំងអស់នេះគ្រាន់តែស្ដាប់បញ្ចេញសលេងទាំងអស់នេះចេះទេអញ្ចឹងតតែបញ្ចេញសលេងលឺអញ្ចឹងឥឡូវនេះគឺជាពេល practice time គឺជាពេលអ្នកទាំងអស់នេះហ្វឹកហាត់ដោយខ្លួនឯងអញ្ចឹងនៅចុងវីដេអូនេះខ្ញុំនឹងដាក់ជាមេរៀនឡើងវិញឲ្យអ្នកទាំងអស់គ្នាដែលអត់មានសលេងខ្ញុំប្រកបទេគឺឲ្យអ្នកទាំងអស់នេះរៀនប្រកបខ្លួនឯងកុំភ្លេចចូលរួមរៀនអនុវត្តទាំងអស់គ្នារហូតដល់ចប់ព្យាយាមបើសិនអ្នកទាំងអស់នេះអត់ចេះទេកាន់អត់ចំណាំទុកថាអូពាក្យនេះខ្ញុំអត់ចេះប្រកបទេឬក៏ភ្លេចហើយតែបានធ្វើការកត់ត្រាទុកមើលវីដេអូនេះឡើងវិញម្ដងជា2ដងអ្នកទាំងអស់នេះប្រកាសចេះចាអញ្ចឹងជឿជាក់ថាអ្នកទាំងអស់គ្នានឹងចូលរួមរៀនទាំងអស់គ្នាឥឡូវនេះទុកពេលឲ្យអ្នកទាំងអស់គ្នាដើម្បីធ្វើការអនុវត្តហើយសម្រាប់បងប្អូនអ្នកដែលបានចុច like ហើយនិង subscribe channel កុំភ្លេចចុច like វីដេអូនេះ comment នៅខាងក្រោមហើយនិង subscribe channel បើសិនបើអ្នកទាំងអស់គ្នាអត់បាន subscribe thank you everyone bye bye កុំតន់ទៅណាគឺនៅហាត់អនុវត្តទាំងអស់គ្នាខ្ញុំគ្រាន់តែ say goodbye ឲ្យហើយទេអ្នកទាំងអស់គ្នានៅធ្វើការฝึกហាត់មេរៀនរបស់យើងរហូតដល់ចប់ចាំរៀនអូខេណា thank you bye bye